អ្នកទាំងអស់គ្នាដឹងអត់ថារាល់កាតាបដែលសាសជប៉ុនស្ពាយទៅរៀនណាតម្លៃមិនក្រោម$1000សិនបើយើងទៅជប៉ុនណាយើងអាចនឹងឃើញសាសជប៉ុនស្ពាយកាតាបប្រភេទដូចគ្នាគ្រាន់តែខុសម៉ូដបន្តិចបន្តួចឬខុសពណ៌ប៉ុណ្ណោះមូលហេតុដែលវាមានតម្លៃថ្លៃខ្លាំងគឺដោយសារតែវាមានគុណភាពល្អខ្លាំងដូចគ្នាហើយគឺវាមានគុណភាពល្អលើសពីការរំពឹងទុកទៀតហើយវាមិនត្រឹមតែរចនាឡើងដោយកាតាបធម្មតាឡើយវាត្រូវបានរចនាឡើងដើម្បីការពារកុមារក្នុងអំឡុងពេលមានគ្រោះមហន្តរាយដូចជារញ្ជួយដីហើយនិងរលកស៊ូណាមីព្រោះកាតាបនេះមាំអាចផ្ទុករបស់របរបានច្រើនហើយមិនងាយជ្រាបទឹកឡើយហើយកាតាបសាសជប៉ុននេះត្រូវបានគេស្គាល់ឈ្មោះជាភាសាជប៉ុនថា Randu Seru ដែលវាគឺជាប្រភេទកាតាបស្បែកដែលមានរូបរាងជាប្រអប់ហើយរឹងមាំខ្លាំងមែនទែនគឺគេធ្វើវាមកពីស្បែកនិងរុក្ខធាតុល្អៗដែលផ្សំជាមួយនឹងវានិងជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់សិស្សបឋមសិក្សានៅក្នុងប្រទេសជប៉ុនលក្ខណៈពិសេសរបស់កាតាប Randu Seru គឺវាមានភាពធន់ខ្ពស់រចនាឡើងដើម្បីប្រើប្រាស់បានរយៈពេល6ឆ្នាំឯណោះពេញនៃកម្រិតបឋមសិក្សាតែម្ដងល្មមរៀនបឋមចប់ល្មមដូរកាតាបនឹងល្មមនិយាយរួមទៅទ្វេបិទទៅវាថ្លៃមែនក៏ប៉ុន្តែទិញម្ដងប្រើបានយូរមកហើយមួយទៀតកាតាបនេះក៏អាចជួយឲ្យកូនសិស្សជប៉ុនមានសុវត្ថិភាពផងដែរដោយយើងតែងតែដឹងស្រាប់ហើយថាជប៉ុនគឺតែងតែជួបជាមួយនឹងគ្រោះធម្មជាតិជាពិសេសជាងគេគឺទឹកជំនន់នេះតែម្ដងដូច្នេះហើយក៏គេរចនាបទកាតាបនេះមកគឺដើម្បីឲ្យវាអាចអណ្ដែតទឹកបានវាអត់ជ្រាបទឹកធ្វើឲ្យខ្លួនយើងលិចដល់ក្រោមទេគឺវាអាចជួយឲ្យយើងអណ្ដែតមកខាងលើបានទោះបីជាក្មេងៗដែលគាត់អត់ចេះហែលទឹកក៏គាត់អាចតោងកាតាបនឹងដែលខាងលើបានដែរហើយវាថែមទាំងមានសមត្ថភាពអាចប្រើប្រាស់ការពារក្បាលបាននៅពេលដែលមានរញ្ជួយដីពីព្រោះអីកាតាបនេះវាមានលក្ខណៈធន់ខ្លាំងមែនទែនគឺស្វិតខ្លាំងមែនតើហើយចំណុចមួយទៀតកាតាបនេះគឺនៅពេលដែលយើងពាក់ទៅគឺពាក់ស្រួលជាងកាតាបធម្មតាតែម្ដងវាអត់ធ្វើឲ្យយើងឈឺស្មាដូចនៅពេលដែលយើងពាក់កាតាបធម្មតាទេជាទូទៅអីទាំងខ្ញុំទាំងគេឲ្យពាក់កាតាបគឺឈឺស្មាខ្លាំងមែនតើដាក់តែសភៅ10ក្បាលអីហ្នឹងគឺដឹងតែឈឺស្មាតែម្ដងក៏ប៉ុន្តែកាតាបនេះខ្សែផ្ទៃខាងក្រៅរបស់វាហ្នឹងគឺគេរចនាឡើងដើម្បីកាត់បន្ថយសម្ពាធលើស្មានិងខ្នងរបស់ក្មេងហើយអត្ថប្រយោជន៍វាល្អអញ្ចឹងតម្លៃវាក៏ថ្លៃទៅតាមនឹងដែរអ្នកទាំងអស់គ្នាហើយចង់ដឹងតម្លៃវាអត់ខ្ញុំប្រាប់ដោយជាទូទៅវាមានតម្លៃរហូតទៅដល់$300ចន្លោះពី$300ដល់$1000អាហ្នឹងគឺវាអាស្រ័យទៅលើគុណភាពស្បែកនិងម៉ាកនិងប្រភេទកាតាបហើយតម្លៃកាតាបនេះគឺអត់មាន$300ចោះក្រោមទេគឺមានតែ$300ឡើងលើឡើងពី300រហូតទៅដល់1000អីចឹងទៅអានេះដោយសារតែប្រទេសគេសេដ្ឋកិច្ចគេដើរលឿនដែរណាកាតាបតម្លៃប៉ុណ្្នឹងអីម៉ាក់របស់គេគឺគេហ៊ានទិញឲ្យកូនប្រើសាកបើតម្លៃថ្លៃម៉ាក់នឹងអីមកលក់ប្រទេសយើងមើលប្រហែលជាអត់មានអ្នកទិញប្រើអីចឹង